សម្រាប់បុគ្គលឬមនុស្សដែលមានសញ្ញាគុណនៅកណ្ដាលបាតដៃជាឧបនិស្ស័យមនុស្សដែលមានទេវតាតាមថែរក្សាការពារឬហៅថាមានគ្រូសំណុំសង្វារជាទេវតាដែលមានឈ្មោះមាននាមឬហៅថាជាសញ្ញាទេវតាប្រទានឲ្យចុះមកផែនដីដើម្បីកសាងនូវគុណធម៌សេចក្តីល្អអំពើល្អជាគំរូដល់មនុស្សបុគ្គលដែលមានសញ្ញាគុណក្នុងបាតដៃជាមនុស្សដែលមានទឹកចិត្តល្អមេត្តាចិត្តទន់ជួយដល់មនុស្សគ្រប់គ្នាដោយមិនទាមទារចង់បានអ្វីបុគ្គលដែលមានសញ្ញាគុណនៅក្នុងបាតដៃច្រើនតែនិស្ស័យមនុស្សអភ័ព្វជួយគេហើយច្រើនបានទោសមកវិញប៉ុន្តែពួកគេក៏នៅតែមានទឹកចិត្តជួយដល់មនុស្សគ្រប់គ្នានិងជួយបន្តដល់មនុស្សដែលគេត្រូវជួយហើយសញ្ញានេះក៏ជាឧបនិស្ស័យមនុស្សដែលមានគុណធម៌ប្រព្រឹត្តនៅទានសិលភាវនាតាំងពីអតីតឬហៅថាបុគ្គលសន្សំបុណ្យសន្សំបារមីតាំងពីអតីតឋានឬជាសញ្ញាឋានតាមផ្លូវសច្ចបារមីបុគ្គលដែលមានសញ្ញាគុណនៅក្នុងបាតដៃជាបុគ្គលដែលត្រូវមកទ្រទ្រង់លើកស្ទួយសាសនាលើកស្ទួយនូវគុណធម៌ចាស់ដើម្បីឲ្យមនុស្សក្នុងផែនដីមានការយល់ដឹងសាងល្អធ្វើល្អបន្តទៅមុខសម្រាប់ស្លឹកពោធិ៍នៅក្នុងបាតដៃគឺជាឧបនិស្ស័យមនុស្សដែលប្រាថ្នានឹងព្រះច្បាស់នឹងធម៌ជាមនុស្សសន្សំបុណ្យបារមីច្រើនជាតិច្រើនភពបុគ្គលដែលមានសញ្ញាផ្កាឈូកឬស្លឹកពោធិ៍ក្នុងបាតដៃនិស្ស័យសុទ្ធសឹងតែជាអ្នកសាងសន្សំបុណ្យច្រើនពីអតីតតាំងពីដើមកាប់ឬភពជាតិច្រើនកន្លងមកមាននិស្ស័យបុណ្យបារមីខ្ពស់សម្រាប់បុគ្គលឬមនុស្សដែលមានសញ្ញាប្រណិតព្រះនៅលើមេដៃជាឧបនិស្ស័យមនុស្សដែលមានភ្នែកមុតមើលមនុស្សធ្លុះមើលមនុស្សដឹងនៅចិត្តមនុស្សដឹងបុគ្គលណាល្អអាក្រក់ដឹងបុគ្គលណាដែលស្រឡាញ់ឬស្អប់ខ្លួនហើយជាមនុស្សមានចក្ខុវិស័យខ្ពស់សម្លឹងវែងឆ្ងាយមានសេចក្តីពិចារណាក្នុងរឿងហេតុទាំងខាងក្នុងទាំងខាងក្រៅបានច្បាស់លាស់ត្រឹមត្រូវជាពិសេសការងារមុខជំនាញអាជីពណាមួយដែលគេធ្វើមានភាពប្រកបវិជ្ជាច្បាស់លាស់ឬហៅថាបុគ្គលស្គាល់ចិត្តមនុស្សដឹងចិត្តមនុស្សដឹងនៅកិច្ចការងារដែលគួរធ្វើបុគ្គលដែលមានសញ្ញាប្រណិតព្រះនៅក្នុងបាតដៃជាឧបនិស្ស័យមនុស្សអាចដឹងញាណដឹងហេតុការមុនដឹងរឿងរ៉ាវមុនពីអមនុស្សទេវតាឬហៅថាភ្នែកឋានសួគ៌ដែលជាទំនាក់ទំនងរវាងទេវតាអមនុស្សទាំងឡាយព្រមទាំងមនុស្សលោករបស់យើងដែលអាចដឹងញាណដឹងហេតុការផ្សេងរឿងរ៉ាវល្អអាក្រក់ដែលគេអាចទទួលជ្រាបតាមការដឹងដល់អារម្មណ៍ឬការនិមិត្តឬហៅថាញាណទី6ឬការសុបិនជាដើមនោះបុគ្គលដែលមានប្រណិតព្រះក្នុងបាតដៃជានិស្ស័យមនុស្សដែលអាចយល់ដឹងគិតឃើញនៅរឿងអ្វីមួយប្លែកជាវិស័យនៃការគិតលើសពីមនុស្សធម្មតាហើយជាផ្នែកមួយដែលវិសេសខុសប្លែកពីផ្នែកដទៃអាចដឹងហេតុការដឹងរឿងរ៉ាវច្រើនពីពិភពខាងក្រៅឬអមនុស្សសម្រាប់បុគ្គលឬមនុស្សដែលមានខ្សែវាសនាត្រង់គឺជាបុគ្គលមានភាពស្មោះត្រង់ចិត្តត្រង់លះបង់តស៊ូជំនះឧបសគ្គបញ្ហាឆាកជីវិតរបស់ខ្លួនឯងក្នុងអាជីពការងារមុខតំណែងតួនាទីកិច្ចការងាររកស៊ីដោយមិនរុញរាឬហៅថាមិនខ្លាចក្តៅត្រជាក់ទោះបីជួបបញ្ហាតូចធំយ៉ាងណាក៏នៅតែជំនះដំណើរជីវិតទៅមុខដោយការខិតខំប្រឹងប្រែងអស់ពីចិត្តអស់ពីកម្លាំងកាយហើយមួយទៀតបុគ្គលដែលមានខ្សែវាសនាត្រង់ជាបុគ្គលដែលមានឧបនិស្ស័យចិត្តខ្លាំងក្លាហានហ៊ានមានះជំនះឧបសគ្គបញ្ហាតូចធំដោយខ្លួនឯងឬមិនពឹងលើអ្នកដទៃដែលប្រើសមត្ថភាពរបស់ខ្លួនឯងផ្ទាល់បុគ្គលទាំងអស់នោះតែងតែមានក្តីប្រាថ្នាការគិតការសម្រេចចិត្តធ្វើអីមួយគឺមានភាពច្បាស់លាស់ត្រឹមត្រូវប្រកបវិជ្ជាទាំងខ្លួនឯងនិងអ្នកដទៃឬមនុស្សជុំវិញខ្លួនក៏មានការកោតសរសើរចំពោះកម្លាំងចិត្តការប្រឹងប្រែងការព្យាយាមដ៏ខ្លាំងក្លារបស់ពួកគេដោយសារបុគ្គលប្រភេទនេះជាបុគ្គលដែលមិនរុញរាមិនខ្លាចឧបសគ្គជំនះដោយខ្លួនឯងទើបពួកគេបានសម្រេចលទ្ធផលនៅទីបញ្ចប់ឬហៅថានៅវេលាណាមួយក៏ទទួលភាពជោគជ័យនឹងការខិតខំប្រឹងប្រែងនោះដោយការនឿយហត់កំសត់លំបាកវេទនាពេលខ្លះក៏ត្រូវរងទុក្ខច្រើនរងកម្មច្រើនរងសេចក្តីលំបាកក៏ច្រើនខ្លាំងសម្រាប់សញ្ញាត្រីសំណាងនៅលើបាតដៃមិនថានៅទីតាំងណាក៏ដោយក៏ជាឧបនិស្ស័យមនុស្សដែលបញ្ជាអំពីលាភទ្រព្យសម្បត្តិអាជីពការងារភាពរុងរឿងភាពរីកចម្រើនឬហៅថាសញ្ញាតំណាងឲ្យទ្រព្យសម្បត្តិអាជីពការងារ
ការធ្វើអ្វីមួយបានសមប្រកបល្អប្រសើរចំពោះបុគ្គលដែលមានត្រីសំណាងនៅក្នុងដៃសត្វតែជាបុគ្គលដែលអាចទទួលនូវលាភទ្រព្យសម្បត្តិលុយកាក់អាជីពការងារមុខរបរឬធ្វើអ្វីមួយបានច្រើនសមប្រកបល្អប្រសើរទៅតាមនិស្ស័យបុណ្យដែលគេត្រូវទទួលបានឬការខិតខំប្រឹងប្រែងរបស់ពួកគេម្នាក់ៗត្រីសំណាងគឺតំណាងឲ្យបុគ្គលដែលមានលាភសំណាងទទួលផលទទួលជួបរឿងរ៉ាវតូចធំទៅតាមឧបនិស្ស័យឬហៅថាមានលុយកាក់ចាយច្រើនមានលុយកាក់កាន់នៅក្នុងដៃព្រោះនិស្ស័យត្រីសំណាងគឺជាត្រីមង្គលត្រីនាំលាភឬហៅថាភាពរីកចម្រើនខាងផ្នែកលុយកាក់ហិរញ្ញវត្ថុនៅចន្លោះវ័យឬអាយុដែលមានខ្សែត្រីសំណាងដោះមិនថានៅគល់ដៃឬនៅសញ្ញាក្រោមដៃនាងឬទីតាំងណាក៏ដោយសត្វតែជាតំណាងនៃភាពរីករាយភាពរីកចម្រើនសុភមង្គលភាពមានបានភាពធ្ងន់ធ្ងររុងរឿងនៃត្រីសំណាងឬអំណាចត្រីមង្គលនៅក្នុងបាតដៃដែលជានិស្ស័យបុគ្គលត្រូវទទួលផលល្អសម្រាប់ខ្សែបាតដៃឧបនិស្ស័យមនុស្សដែលមានខ្សែត្រង់ដោះនៅលើខ្លែបដៃបុកត្រង់ឡើងទៅលើឆ្នូតដូចដែលបានបង្ហាញនៅក្នុងរូបនេះគឺជាឧបនិស្ស័យមនុស្សដែលមានខ្សែបុណ្យឬហៅថាខ្សែសន្សំបុណ្យចាស់ឧបនិស្ស័យដែលបានសន្សំមកច្រើនជាតិឬហៅថាបុណ្យចាស់ដែលខ្លួនបានធ្វើទុកមកខ្សែបុណ្យចាស់ឬហៅថាខ្សែឆ្នូតដោះនៅលើខ្លែបដៃកាន់តែវែងបុកឡើងទៅលើជាខ្សែកាត់គ្រោះកាត់បញ្ហាជាខ្សែបុណ្យកាត់នៅអពមង្គលអកុសលវិបាកជួយជុំជ្រែងដល់បុគ្គលជាម្ចាស់បាតដៃឲ្យមានសេចក្តីសុខឬហៅថាទទួលលាភជ័យក្នុងមុខអាជីពការងារភាពរុងរឿងមួយចំនួនធំព្រោះខ្សែបុណ្យចាស់ជាខ្សែត្រួតត្រងកាត់គ្រោះលើករិស័យឬហៅថាឲ្យបុគ្គលជាម្ចាស់បាតដៃធ្វើកិច្ចការងារតូចធំបានសម្រេចឬទទួលភាពកកកផ្នែកអាជីពការងារនិងទ្រព្យសម្បត្តិខ្សែបុណ្យចាស់ខ្សែទទួលលាភឬហៅថាខ្សែបុណ្យសញ្ញាបើកបុណ្យជាខ្សែមួយដែលបុគ្គលដែលមានខ្សែនោះវែងខ្លាំងដោះឡើងទៅលើច្រើនជាបុគ្គលដែលអាចទទួលលាភទទួលទ្រព្យទទួលសេចក្តីសុខឬហៅថាមានបុណ្យការពារមានបុណ្យជួយជុំជ្រែងជួយកាត់គ្រោះរក្សាដល់ម្ចាស់បាតដៃឲ្យបានសេចក្តីសុខច្រើនឬហៅថាមានបុណ្យជួយជុំជ្រែងដល់ដំណើរជីវិតឲ្យមានភាពល្អកាន់តែល្អប្រសើររីកចម្រើនទៅមុខជាលំដាប់ចំពោះបុគ្គលឬមនុស្សដែលមានសញ្ញាត្រៃសូននៅលើខ្សែចិត្តឬខ្សែបេះដូងគឺជាបុគ្គលដែលមានចិត្តខ្លាំងក្លាហានហ៊ានចិត្តដូចមេតបជាអ្នកដែលប្រយុទ្ធតស៊ូជំនះឧបសគ្គបញ្ហាតូចធំទាំងឡាយទាំងពួងអាចសម្រេចនូវភារកិច្ចធំដុំនៅក្នុងមុខអាជីពការងារមុខចំនួនឬហៅថាគោលដៅនៃជីវិតសញ្ញាលំពេងមុខ3ជាសញ្ញាបញ្ជាក់អំពីឧបនិស្ស័យភាពក្លាហានមុខមុតមិនចោះចាញ់ឬឧបនិស្ស័យមនុស្សដែលធ្លាប់កើតជាមេតបច្រើនភពច្រើនជាតិជាអ្នកប្រយុទ្ធព្រោះអាវុធនៃត្រៃសូលជាអាវុធកម្ចាត់ព្រាយអមនុស្សបិសាចខ្លោបខ្លាចអំណាចដោយអាវុធត្រៃសូលនៅក្នុងដៃមិនមាននរណាម្នាក់អាចនឹងធ្វើអំពើអំព័ន្ធឬហៅថាធ្វើទុកបុកម្នេញទៅលើពួកគេបានឡើយត្រៃសូលជាអាវុធមង្គលដ៏ប្រសើរជាចំណុចនៃការចាប់ផ្ដើមនិងការធ្វើកិច្ចការងារតូចធំមានលក្ខណៈឬហៅថាវិស័យនៃការញៀនខ្ពង់ខ្ពស់អាចដឹងហេតុការណ៍ឬធ្វើអ្វីមួយមិនងាយភ្លាត់ស្នៀតឬហៅថាមានការតាំងចិត្តមុខមុតក្នុងការសម្រេចគោលដៅភារកិច្ចធំដុំឬយកឈ្នះនៅសត្រូវឬហៅថាមុខងារឧបសគ្គបញ្ហាតូចធំទាំងឡាយណាដែលមិនងាយក៏អាចនឹងធ្វើដល់គោលដៅនិងធម៌ពលចិត្តខ្លាំងក្លាចេញពីខាងក្នុងដល់អំណាចនៃត្រៃសូលលើខ្សែបេះដូងនិងខ្សែចិត្តដ៏មានអានុភាពនេះជាសញ្ញាពិសេសនៅក្នុងបាតដៃរបស់មនុស្សបុគ្គលដែលមានខ្សែបុណ្យឬខ្សែសន្សំបុណ្យចាស់ដោះវែងហើយមានខ្សែបញ្ហាកាត់ពីលើបែបនេះគឺជាបុគ្គលដែលច្រើនតែជួបបញ្ហាជួបរឿងរ៉ាវស្មុគស្មាញប៉ុន្តែមានបុណ្យតាមជួយកាត់គ្រោះកាត់បញ្ហាបានមួយចំនួនយ៉ាងណាមិញដំណើរជីវិតរបស់ពួកគេក៏តែងជួបរឿងរ៉ាវការលំបាកការហត់នឿយទៅតាមតែអំពីវិបាកកម្មដែលខ្លួនឯងបានសាងពីមុនឬហៅថាវិបាកកម្មដែលត្រូវជួបមានការព្រួយចិត្តការគិតច្រើនការត្រូវជួបបញ្ហាលំបាកលំបិនតស៊ូប្រឹងប្រែងខ្លាំងបើសិនជាខ្សែបញ្ហាពណ៌លឿងដោះឡើងក្រាស់ហើយជ្រៅមានន័យថាបុគ្គលនោះក៏ត្រូវជួបបញ្ហាច្រើនជួបទុក្ខច្រើនការគិតច្រើនការលំបាកចិត្តតាំងពីក្មេងឬហៅថាធ្វើអ្វីមួយ
គឺមានបញ្ហាចូលមកជាបន្ទាន់ឬជានិច្ចកាលសម្រាប់ពួកគេម្នាក់ហើយខ្សែសន្សំបុណ្យឬខ្សែបុណ្យចាស់ជួយកាត់គ្រោះបានមួយចំនួនកាត់បញ្ហាបានមួយចំនួនយ៉ាងណាពួកគេទាំងអស់គ្នាក៏ត្រូវតែជួបរឿងរ៉ាវបញ្ហាទាំងអស់នោះក្នុងការលំបាកលំបិនដោះស្រាយឬត្រូវជួបបញ្ហារសេមរសាមស្មុគស្មាញក្នុងការគិតក្នុងការពិចារណាក្នុងអាជីពការងារមុខជំនួញឬកិច្ចការងារប្រចាំថ្ងៃព្រមទាំងដំណើរជីវិតមានភាពស្មុគស្មាញច្រើនការលំបាកច្រើនជួបរឿងពិបាកក្នុងការដោះស្រាយសម្រាប់បុគ្គលឬមនុស្សដែលមានខ្សែថង់លុយជាប់ខ្សែថង់ទ្រព្យបិទចិត្តបែបនេះជាឧបនិស្ស័យមនុស្សដែលសម្បូរទៅដោយលៀបឬហៅថាការរកស៊ីចំនួនជួញដូរកិច្ចការងារធំក៏ច្រើនតែបានសម្រេចកាក់កបគ្រាន់បើប្រសើរជាធ្វើកិច្ចការងារអ្វីក៏តែងតែមានភាពចម្រើនឡើងនៃទ្រព្យសម្បត្តិឬអាចរកលុយកាក់ទុកដាក់សន្សំបានទៅថ្ងៃខាងមុខឬថ្ងៃអនាគតបុគ្គលដែលមានខ្សែថង់លុយជាប់ខ្សែថង់ទ្រព្យបិទចិត្តជាបុគ្គលសម្បូរគំនិតសម្បូរប្រាជ្ញាឬអាចចាត់ទុកថាបុគ្គលនោះរកលុយកាក់បានដោយរាងងាយមិនសូវជាប្រើកម្លាំងទោះប្រើកម្លាំងក៏អាចរកបានប្រាក់ច្រើនឬហៅថាចំណូលចូលទៅក្នុងដៃឬជាបុគ្គលដែលមានកិច្ចការងារឬការមុខរបរដែលធ្វើទៅអាចសំប្រកបបានច្រើនថង់លុយជាប់ថង់ទ្រព្យក៏មានការធ្វើអ្វីមួយក៏ច្រើនតែបានសម្រេចរីកដុះដាលទៅមុខរហូតជាលំដាប់សម្រាប់ខ្សែថង់លុយជាខ្សែសំខាន់តាក់ទងជាមួយនឹងខ្សែជីវិតខ្សែបញ្ញាបានតែបុគ្គលនោះសម្បូរប្រាជ្ញាមានឆាកជីវិតល្អសមប្រកបទៅមុខហើយខ្សែថង់លុយដែលជាប់ស្អាតបែបនេះជាខ្សែថង់លុយដែលអាចទុកលុយកាក់សន្សំបានរីកចម្រើនទៅមុខជាលំដាប់ចំពោះសញ្ញាត្រីកោណឬសញ្ញាផ្ទះបុណ្យនៅលើខ្សែខួរក្បាលក្តីនៅលើខ្សែចិត្តក្តីជាសញ្ញាដែលបញ្ជាក់អំពីឧបនិស្ស័យមនុស្សដែលអាចរកលុយរកកាក់រកទ្រព្យសម្បត្តិនិងជាភាពមានបានផ្នែកហិរញ្ញវត្ថុដែលខ្លួនឯងបានទទួលយ៉ាងគាប់ប្រសើរព្រោះសញ្ញាផ្ទះបុណ្យឬសញ្ញាកសាងបុណ្យបុគ្គលធ្លាប់សាងសន្សំបុណ្យពាក្យដិតជាតិច្រើនផ្នែកទ្រព្យសម្បត្តិឬហៅថាការលះបង់នៅសេចក្តីកំណាញ់របស់ខ្លួនទើបមកដល់ក្នុងជាតិថ្មីបុគ្គលទាំងអស់នោះមានសញ្ញាផ្ទះបុណ្យនៅលើបាតដៃជារាងត្រីកោណនៅលើខ្សែខួរក្បាលនៅលើខ្សែបញ្ញាឬនៅលើខ្សែចិត្តជាដើមដែលធ្វើបុគ្គលនោះអាចមានបញ្ញារកលុយរកកាក់រកទ្រព្យសម្បត្តិឬហៅថាមានលុយចាយច្រើនហើយការធ្វើមុខរបរការងារតូចធំគឺគេអាចសំប្រកបចិញ្ចឹមជីវិតរកលុយរកកាក់បានច្រើនទៀតផងហើយទ្រព្យដែលរកបាននោះគឺទ្រព្យរកបានដោយសុចរិតទៀងត្រង់ហើយជាទ្រព្យបុណ្យដែលគេទទួលបានឬបើកបុណ្យព្រោះសញ្ញាត្រីកោណជាសញ្ញាដែលបញ្ជាអំពីសមត្ថភាពព្រមទាំងបុណ្យកុសលដែលបុគ្គលបានបំពេញហើយញ៉ាំងសទ្ធាញ៉ាំងនៅសេចក្តីមានបាននៅទ្រព្យសម្បត្តិទាំងឡាយដល់បុគ្គលទាំងអស់នោះក្នុងកិច្ចការងាររកស៊ីចំនួនជួញដូរឬបុគ្គលទាំងអស់នោះក៏ត្រូវមានទ្រព្យសម្បត្តិច្រើនមានទ្រព្យជារបស់ខ្លួនមានផ្ទះបុណ្យជារបស់ខ្លួនដែលចេញពីកម្លាំងបញ្ញារបស់ខ្លួនឯងសម្រាប់បុគ្គលឬមនុស្សដែលមានខ្សែគ្រូបាជាយអមជាមួយនឹងខ្សែជីវិតដែលជាបុគ្គលមានឧបនិស្ស័យពិតជាមួយនឹងទេវតាឬហៅថាមានគ្រូបាជាយតាមថែរក្សាគុំក្រងការពារដល់បុគ្គលទាំងអស់នោះតាំងពីអតីតជាតិសញ្ញាខ្សែការពារឬហៅថាខ្សែគុំក្រងអមជាមួយនឹងខ្សែជីវិតជាបុគ្គលដែលមាននូវសេរីសួស្តីមាននូវសេចក្តីសុខច្រើនកិច្ចផុតពីបាបគ្រោះឬហៅថាកម្មពៀតូចធំទាំងឡាយទាំងពួងបើសិនបុគ្គលទាំងអស់នោះមានការប្រព្រឹត្តសេចក្តីល្អអំពើល្អជារឿយៗមានការរក្សាសិល5ជាប់នោះទេវតាក៏នឹងតាមថែរក្សាការពារគ្រូបាជាយនឹងយាងមកដើម្បីបញ្ជាបង្រៀនគ្រូដល់បុគ្គលនោះសម្រាប់បុគ្គលដែលមានខ្សែគ្រូបាជាយអមជាមួយនឹងខ្សែជីវិតបែបនេះបានន័យថាគេជាមនុស្សមានអត្ថិភាពក្នុងការធ្វើកិច្ចការងារតូចធំបានសម្រេចច្រើនឬហៅថាមានសេចក្តីសុខទាំងផ្លូវកាយទាំងផ្លូវចិត្តមានការការពារបញ្ជាបង្រៀននៅគ្រោះភ័យទុក្ខសោកមួយចំនួនធំឬហៅថាកម្មចាស់តូចធំដែលនឹងមកដល់ក៏មានការដាស់តឿនសញ្ញាពីទេវតាឲ្យដឹងហេតុការណ៍ដឹងរឿងរ៉ាវមុនដឹងពីអ្វីដែលត្រូវនឹងកើតឡើងចំពោះខ្លួនឯងហើយមានការត្រៀមខ្លួនទុកតាមរយៈអារម្មណ៍ផ្លូវចិត្ត
ការនិមិត្តសុបិនជាដើមលក្ខនឹងលក្ខនិងការដឹងញៀនដោយខ្លួនឯងស្រស់ៗតែម្ដង